จะសូមជម្រាបសួរបងប្អូនទាំងអស់គ្នានិងស្វាគមន៍មកកាន់ Channel របស់នាងខ្ញុំផងដែរចា៎នៅថ្ងៃនេះផងដែរគឺនាងខ្ញុំមានកម្រងរូបភាពវីដេអូចា៎ដែលតាក់ទងទៅនឹងការដើរ Fair ចា៎កាលពីខែកក្កដាឆ្នាំ2025ចា៎គឺប្រហែលជា5-6 ខែកន្លងផុតទៅហើយចា៎ពេលនោះគឺកូនប្រុសទៅតែអាយុ4 ខួបទេចា៎ហើយក្នុងការដើរនេះផងដែរគឺនៅអត់ទាន់ដឹងអីទេចា៎ហើយក្នុងនេះផងដែរគឺគ្រាន់តែមានការជិះអតេះភ្លើងអីធម្មតាហើយក៏មិនសូវជាមានស្អីដែលអាប់ជិះដែលវាថាវាគួរឲ្យភ័យខ្លាំងណាមានដែរដូចជានោះនៅពីក្រោយនោះមានដូច drop អីចឹងតែយើងអាចជិះទេដោយសារកូនអត់ហ៊ានជិះទេខ្លាចចាហើយចាមានកត្រកវិលចាហើយទៅទៀតគឺនាំកូនប្រុសជិះកត្រកវិលអញ្ចឹងអាហ្នឹងគឺជាអ្វីកូនប្រុសអាចជិះបានព្រោះមានរបស់ខ្លះគេមិនឲ្យក្មេងជិះទេដោយសារមានគេកំណត់កម្ពស់កូនក្មេងណាចាអញ្ចឹងគឺកន្លែងមួយចំនួនគឺមិនអាចជិះបានទេចានេះគឺនាំកូនប្រុសជិះកត្រកវិលចាគឺថាមិនហ៊ានជិះអីដែលវាខ្លាចខ្លាំងទេចាគេបានជិះកត្រកវិលអីទិញទួចជាលក្ខណៈកូនក្មេងចានេះគឺនៅខាងលើហើយគឺមានតែ2នាក់ទេពីព្រោះអីកូនស្រីគេទៅជិះអីផ្សេងហើយប៉ាប៉ាទៅមួយប៉ាប៉ាគេអញ្ចឹងម៉ាមីនាំកូនប្រុសដែរកន្លែងផ្សេងពីព្រោះអីកូនប្រុសកូនស្រីចំណូលចិត្តផ្សេងគ្នាម្យ៉ាងមានកន្លែងខ្លះកូនប្រុសជិះបានទេប៉ុន្តែកូនស្រីជិះបានចាហើយគ្រាន់តែជាការដើរលេងនៅក្នុងផាកទេចាគឺធម្មតាហើយមានដោយទាំងក្មួយប្រុសទៅជាមួយផងដែរគឺថាក្មួយប្រុសហ្នឹងគឺគាត់មកពីរដ្ឋផ្សេងអញ្ចឹងនាំគាត់ដើរចានៅនេះគឺมันមានអីជាច្រើនទេអញ្ចឹងមានកម្មវិធីអីទីទួចក៏នាំដើរទៅអញ្ចឹងទៅចាហើយ fair នេះផងដែរគឺគេធ្វើដូចជាមានរយៈពេលយូរដែរដូចជា3អាទិត្យឬក៏អីច្រើនដែរដែលគេបើកពាក្យច្រើនថ្ងៃសៅរ៍អាទិត្យចុងសប្តាហ៍ណាអញ្ចឹងយើងអាចនាំកូនមកលេងបានចាហើយថ្ងៃដែលយើងមកលេងនេះផងដែរគឺពាក់ព័ន្ធចាគឺចាំថ្ងៃ July 4 Independence ណាដល់ពេលអញ្ចឹងគឺយប់ឡើងយើងនៅចាំមើលកញ្ជ្រួចគេបាញ់កញ្ជ្រួចពេលយប់ឡើងណាចានេះគឺជីកទូកនេះមើលទៅធម្មតាទេប៉ុន្តែដល់ពេលឡើងជិះបណ្ដឹងថាអូមិនធម្មតាគឺកវីកវត្តគួរសមដែរចាហើយកូនស្រីគឺចូលចិត្តជិះអាហ្នឹងហើយសម្រាប់នាងខ្ញុំគឺថាมันសូវជាចូលចិត្តប្រហែលទេឥឡូវដូចថាវាយើងធ្វើឲ្យយើងមានអារម្មណ៍ថាខ្លាចគួរសមដែរចាហើយកូនស្រីថាគេចូលចិត្តដែរចាអញ្ចឹងក៏ឡើងទៅជិះជាមួយហើយនេះកូនប្រុសចាហើយនេះគឺយើងយប់បន្តិចហើយគឺយើងធ្លាក់ពលឺបន្តិចហើយពេលយើងមកហ្នឹងយើងដូចថ្ងៃដែរតែកាលហ្នឹងវាខែ summer ដល់ពេលអញ្ចឹងវាយើងនៅក្តៅនៅមានពលឺច្រើនណាតែដល់ពេលដើរបានតិចទៅក៏វាធ្លាក់ថ្ងៃពីលែងស្អីក្តៅទៅក៏យើងល្ងិតបន្តិចទៅចាហើយ fair នេះផងដែរគឺក៏ធ្លាប់នាំក្មួយស្រីមកជិះដែរក្មួយស្រីគេជិះឡានប៉ណ្ណាំងឡានអីណាដែលវាធ្វើឲ្យយើងខ្លាចខ្លាំងណាបើនេះខ្ញុំអត់បានជិះទេចានេះកូនស្រីម៉ាមីខ្វងសក់ឲ្យនេះយប់ហើយដើរទៅចាំឈរមើលកំជ្រួចហើយចាហើយបន្ទាប់ពីហ្នឹងមកគឺទៅនេះចូល McDonald ញ៉ាំ burger បន្តិចហើយនឹងរងចាំមើលកំជ្រួចពេលដែលយប់ឡើងគេបាញ់ពេលល្ងិតខ្លាំងមកគេបាញ់ចាហើយក៏សូមអរគុណបងប្អូនទាំងអស់គ្នាផងដែរដែលបានទស្សនាក៏ដូចជាចូលមកមើលវីដេអូនៅក្នុង channel របស់នាងខ្ញុំចាហើយនេះគ្រាន់តែជារូបថតចាដើម្បីជាអនុស្សាវរីយ៍ចាកូននៅតូចតិចកូនធំអស់ហើយចាហើយនេះគឺនៅរងចាំមើលកញ្ជ្រួចចាហើយគិតថានៅកន្លែងនេះយើងអាចមើលឃើញកញ្ជ្រួចច្បាស់ក៏ប៉ុន្តែដល់ពេលអង្គុយមើលសន្ទុះទៅបានថាអូតែពិតកន្លែងហ្នឹងមើលអត់សូវច្បាស់ហើយអញ្ចឹងក៏បានជិះទៅកន្លែងមួយទៀតចាដើម្បីរងចាំមើលកញ្ជ្រួចដែលជាកន្លែង parking ក៏ប៉ុន្តែវាស្រឡះអញ្ចឹងយើងមើលបានច្រើនណាមើលឃើញច្បាស់ចាតែប៉ុន្តែនេះញ៉ាំអីសិនដល់ញ៉ាំឆ្អែតបានជិះតែមើលចាគ្រាន់តែជារូបភាពចាគឺថាដើម្បីជាអនុស្សាវរីយ៍ពីព្រោះអីពេលវេលាដើរទៅមុខហើយចាអញ្ចឹងយើងត្រូវតែចេះចាប់ឱកាសក៏ដូចជាចាប់ពេលវេលា
ចាហើយបន្ទាប់មកទៀតនេះយើងជិះចេញទៅកន្លែងផ្សេងមួយទៀតដើម្បីទៅមើលដោយសារវាមានភាពស្រឡះជាងកន្លែងនេះចាហើយនេះកំជ្រួចចេញបដាមកហើយចាគាត់ថាយើងថតជាប៉ុសអញ្ចឹងយើងមើលទៅវាគ្រាន់តែឃើញកំជ្រួចធម្មតាអញ្ចឹងអត់មានជាវីដេអូទេចាហើយបន្តមកទៀតក៏យើងបានទៅកន្លែងមួយទៀតចាដើម្បីមើលពពួកអីមួយច្បាស់ជាងចាហើយម្យ៉ាងក៏ញ៉ាំអស់ដែរហើយតែអញ្ចឹងក៏ចេញទៅកន្លែងមួយទៀតចាហើយកំព្យូទ័រចេញមកនេះយើងមើលអត់សូវឃើញច្បាស់ទេដោយសារតែជារូបភាពនឹងណាចានេះគឺកំជ្រួចចានេះគឺយើងបានដល់កន្លែងមួយទៀតហើយដើម្បីមើលឃើញច្បាស់ល្អចាអញ្ចឹងក៏សង្ឃឹមថាបងប្អូនទាំងអស់គ្នាសប្បាយរីករាយចានឹងរូបភាពនេះផងដែរចាគឺនេះគឺជាកំជ្រួចចាអញ្ចឹងក៏សូមអរគុណនិងសូមជូនពរបងប្អូនទាំងអស់គ្នាជួបតែសេចក្តីសុខចម្រើនចាជម្រាបលាសូមអរគុណចាជួបគ្នានៅវីដេអូក្រោយចាអរគុណបាយបាយ